Đằng nàyបងប្អូនបែបថ្ងៃនេះដែរគឺខ្ញុំត្រឡប់មកពីការដ្ឋានមុនបងប្អូនរបស់ខ្ញុំទៅបងប្អូនរបស់ខ្ញុំគាត់នៅធ្វើការរោងចក្រគាត់អត់ចេញយីទៅស្អីគាត់នៅកាត់ថែម៉ោងអញ្ចឹងហើយគាត់ចេញម៉ោង8អញ្ចឹងខ្ញុំមកដល់ផ្ទះមុនគាត់អញ្ចឹងខ្ញុំចាប់ផ្ដើមចានឆ្នាំអញ្ចឹងទៅដោយសារចានឆ្នាំនេះគឺយើងប្រឡប់ហ្វល់ដែរពីព្រឹកមិញដែលយើងហូបពីពេលទៅធ្វើការអញ្ចឹងណាបានឥឡូវគឺយើងចាប់ផ្ដើមលាងសម្អាតវាចេញហ្នឹងហើយលាងសម្អាតវាមកទឹកពីទឹកដើម្បីឲ្យវាស្រស់ស្អាតចឹងទៅហើយយើងចាប់ផ្ដើមធ្វើការងារផ្សេងទៀតអញ្ចឹងឥឡូវយើងចាប់ផ្ដើមប្រមូលចានប្រមូលឆ្នាំងប្រដាប់យើងមកលាងទឹកសម្អាតវាឲ្យស្អាតហ្នឹងហើយយើងដោះលាងឡាបូឡាអីហ្នឹងឲ្យស្អាតទៅនៅពេលយើងលាងចាននេះយើងដាក់ទៅក្នុងហ្នឹងទៅបន្ទាប់ពីយើងលាងនេះគឺយើងចាក់ទឹកស្អាតចូលជាយើងចម្រាស់ស្អាតចេញតែម្ដងហ្នឹងហើយឥឡូវយើងចាប់ផ្ដើមធ្វើការគឺយើងលាងឆ្នាំងលាងចានហ្នឹងហើយលាងដូចជាបីជីវិតបានឃើញចឹងគឺចាប់ផ្ដើមធ្វើទៅតាមលំដាប់ដោយការងារអញ្ចឹងទៅដែលយើងកំពុងតែធ្វើអញ្ចឹងណានេះគឺយើងសម្អាតចានសម្អាតឆ្នាំងប៉ុន្តែថ្ងៃនេះវាអត់មានចានមានឆ្នាំងអីច្រើនទេមានតែពីរអ្នកប្រពន្ធទេហ្នឹងហើយខ្ញុំធ្វើការសំណង់ប្រពន្ធធ្វើការរោងចក្រថ្ងៃខ្លះគាត់ចេញម៉ោង8ថ្ងៃខ្លះទៅអាចដល់ម៉ោង9អីចឹងទៅខ្ញុំមកមុនអញ្ចឹងទៅមើលការងារដែលសេះសល់ដូចចានឆ្នាំងអីចឹងទៅផ្ទះសំបែងអីចឹងទៅសល់ដែលសេះសល់ដែលបន្លាយអញ្ចឹងជួយគ្នាទៅហ្នឹងហើយមិនឯងមិនជឿម្នាក់ចឹងរាថ្ងៃចឹងទៅហ្នឹងហើយចឹងទៅខ្ញុំក៏ចាប់ផ្ដើមលាងសម្អាតការងារទាំងអស់ហ្នឹងក៏ខ្ញុំចាប់ផ្ដើមធ្វើវាជារៀងរាល់ថ្ងៃហ្នឹងហើយព្រោះអីខ្ញុំចេញមុនគាត់តាមការដ្ឋានគេអត់ចេញរហូតដល់ម៉ោង8ឬម៉ោង4អីទេខុសពីរោងចក្រដោយឡែករោងចក្រគឺអាចចេញថ្ងៃខ្លះថែមដល់ម៉ោង7 3ម៉ោង9ទៅតាមកម្រងការងាររបស់រោងចក្រដែលគេតម្រូវការអញ្ចឹងណាដែលខ្ញុំនឹងខ្ញុំត្រឡប់មកមុននិយាយទៅខ្ញុំមកមុនគាត់រាល់ថ្ងៃហ្នឹងហើយមកដល់អញ្ចឹងទៅគឺខ្ញុំធ្វើចាប់ផ្ដើមធ្វើទៅតាមទម្លាប់ការងារផ្ទះដែលយើងធ្វើរាល់ថ្ងៃអញ្ចឹងទៅលាងឆ្នាំងលាងចានដាក់បាយឬក៏បោះផ្ទះជូតផ្ទះចេញពីចំកន្លែងដេកមុនគាត់អីចឹងទៅតែបញ្ជាក់តិចដែរហ្នឹងហើយយើងធ្វើទៅជាប្រចាំថ្ងៃរបស់យើងចឹងទៅតាមអ្វីដែលយើងអាចមើលឃើញជាក់ស្ដែងទាំងអស់គ្នានៅក្នុងផ្ទះអញ្ចឹងយើងធម្មតាយើងដឹងហើយនៅក្នុងផ្ទះថាយើងមកដល់ផ្ទះយើងចាប់ដើមធ្វើអីមុនគេហ្នឹងហើយពេលដែលយើងមកដល់យើងចាប់ផ្ដើមមុនគេគឺចានឆ្នាំងហ្នឹងហើយរៀបចំដាំស្លហ្នឹងហើយសម្រាប់ហូបបាយជុំគ្នានៅពេលគាត់ត្រឡប់មកពីរោងចក្រវិញចឹងទៅហើយអានេះវាសកម្មភាពមួយដែលយើងកំពុងតែលាងសម្អាតចានឆ្នាំងហ្នឹងហើយគឺចិត្តស្អាតហើយបាទបន្ទាប់ពីដូចតែបាននិយាយពីដើមអញ្ចឹងបន្ទាប់ពីយើងលាងសម្អាតចានឆ្នាំងរួចរាល់ហើយអញ្ចឹងទៅហ្នឹងហើយចាំមើលយើងមានសកម្មភាពបន្តទៀតហ្នឹងហើយសកម្មភាពបន្តហ្នឹងគឺយើងចាប់ផ្ដើមធ្វើទៅលើហ្នឹងហើយការដាក់ដាំបាយចោលហ្នឹងហើយដាក់ដាំបាយហ្នឹងហើយឥឡូវនេះគឺយើងចិត្តរួចរាល់ពីការលាងសម្អាតហើយហ្នឹងហើយគឺយើងបន្តលាងសម្អាតមកទឹក3ទឹកដើម្បីឲ្យវាស្រស់ស្អាតហ្នឹងហើយកុំឲ្យវាមានធំក្លិនហ្នឹងហើយកុំឲ្យវាធំក្លិនឆ្អេះឆ្អាបអីចឹងទៅហ្នឹងហើយបន្តហើយបញ្ជាក់ដែរពីដើមអញ្ចឹងគឺធ្វើជាប្រចាំរាល់ថ្ងៃហ្នឹងហើយអ្នកណាមកមុនអ្នកនឹងធ្វើហ្នឹងហើយយើងអត់ប្រចាំគ្នាទេដោយសារអីប្រត់ប្រាស់កូនហ្នឹងមកឆ្ងាយមករស់នៅឆ្ងាយពីទីក្រុងដើម្បីអីស្វែងរកប្រាក់សងគេផងគាត់គុំខ្លួនឯងផងកូនរៀនកូនចាយប្រចាំថ្ងៃហ្នឹងហើយដូចតែបានឃើញចឹងប្រិយមិត្តឃើញជាក់ស្ដែងហើយឥឡូវបន្ទាប់ពីយើងលាងឆ្នាំងលាងចានរួចហើយយើងក៏ចាប់ផ្ដើមបោសសម្អាតទីតាំងដែលយើងលាងបាញ់មិញដែលវាខ្ទាតទឹកវាប្រឡាក់ហ្នឹងណាយើងចាប់ផ្ដើមលាងចេញបន្ទាប់ពីយើងលាងចេញហើយគឺយើងចាប់ផ្ដើមដាក់ជូតឆ្នាំងបាយដើម្បីយើងដាំបាយណាដើម្បីដាំបាយចោលហ្នឹងហើយដើម្បីដាំបាយចោលបន្ទាប់ពីយើងដាំបាយរួចទៅយើងក៏ធ្វើការងារផ្សេងបន្ទាប់ពីទៅតាមលំដាប់ដោយការងារចឹងទៅជាប្រចាំរាល់ថ្ងៃហ្នឹងហើយជាបាយនេះគឺយើងដាំតែមួយចងកន្លះទេពីព្រោះអីតែ2នាក់ប្រពន្ធហ្នឹងហើយប្រពន្ធហ្នឹងគាត់មិនសូវហូបប្រមាណទេការងារគាត់ហត់ក៏ពិតមែនប៉ុន្តែគាត់អត់សូវហូបច្រើនទេហូបច្រើនតែខ្ញុំពេលខ្លះមួយចានពេលខ្លះក៏2ចានចឹងទៅហ្នឹងហើយយើងដាក់ដាំបាយហើយផ្សល់ទៅបញ្ជាក់ដែរសម្រាប់មួយចានកន្លះហ្នឹងគឺយើងអាចសល់បានរហូតដល់ព្រឹកទៀតហ្នឹងហើយព្រឹកយើងដាក់កម្ដៅបន្តិចទៅយើងអាចហូបជាមួយនឹងសម្លដែលសេះសល់ដែលយើងធ្វើពីយប់មិញហ្នឹងណាយើងកម្ដៅគ្រាប់វាទុកទៅហ្នឹងហើយដើម្បីកុំឲ្យវាខូចចឹងទៅ
សម្រាប់ព្រលឹមឡើងវាភ្ញាក់ទៅគឺយើងចាប់ផ្ដើមទៅហូបហ្នឹងហើយយើងហូបយើងមុជទឹកស្លៀកពាក់កៅអៅហើយយើងហូបហើយយើងចេញទៅធ្វើការរៀងៗខ្លួនចឹងទៅឥឡូវនេះគឺយើងដាក់ដាំបាយចោលរួចហើយបន្ទាប់ពីយើងដាំបាយចោលរួចហើយចឹងទៅយើងទៅលេខទៅមើលពីការធ្វើម្ហូបរបស់យើងវិញម្ដងហ្នឹងហើយបញ្ជាក់ផងដែរសម្រាប់ថ្ងៃនេះគឺខ្ញុំមកពីកាត់ផ្សារហ្នឹងគឺខ្ញុំទិញឈាមគោហ្នឹងហើយឈាមគោនេះបញ្ជាក់គឺអត់អស់លុយច្រើនទេគឺខ្ញុំទិញអស់តែប្រាក់ 1000 រៀលទេហ្នឹងហើយ 1000 មានន័យថាមួយពេលហ្នឹងគឺស្មើនឹង 1000 ហើយអញ្ចឹងហើយហ្នឹងយើងចាប់ផ្ដើមដាក់ទឹកត្រាំឈាមលាងឈាមហ្នឹងឲ្យវាស្អាតម្ដងទៀតព្រោះយើងទិញពីផ្សារមកគេត្រាំទឹករួចហើយយើងមិនដឹងថាគេលាងហើយយើងមិនដឹងទេណាអញ្ចឹងយើងចាប់ផ្ដើមលាងទឹកត្រាំទឹកវាឲ្យស្អាតបន្ទាប់ពីយើងកាត់លាងត្រាំទឹកឲ្យស្អាតហើយអញ្ចឹងទៅយើងកាត់វាជា2ជា3ទៅតាមចំណង់ចំណូលចិត្តនៃទំហំដុំដែលយើងចង់បានអញ្ចឹងទៅហ្នឹងហើយបន្ទាប់ពីហ្នឹងមកទៀតហ្នឹងហើយចាំមើលយើងជួយចាក់ស្ដែងអស់គ្នាណាបន្ទាប់ពីយើងហាន់រួចកាត់ជ្រៀករួចហើយអញ្ចឹងទៅគឺយើងយកកញ្ឆែងមកចាំមើលណាយើងយកកញ្ឆែងមកដើម្បីយើងច្រងវាចេញពីក្នុងទឹកទុកវាដើម្បីឲ្យវារឹងស្ងួតបន្តិចហ្នឹងហើយនេះគឺយើងធ្វើទៅតាមលំដាប់លំដោយហ្នឹងហើយលំដាប់លំដោយមួយយើងអត់បង្ខំទេអត់បង្ខំទេបាទហ្នឹងហើយជាក់ស្ដែងបន្ទាប់មកអញ្ចឹងទៅយើងការដោះជូតទេមិនមែននេះទេដោយសារអីគេខ្លាចវាក្រិចខ្លាចវាបលាក់អីច្រើនអញ្ចឹងទៅណាបាទឥឡូវនេះគឺយើងចាប់ផ្ដើមច្រងឈាមហ្នឹងទុកឲ្យវាស្ងួតដាក់មកសន្ទុះហើយអញ្ចឹងយើងចាប់ផ្ដើមកលេចទៅមើលពីគ្រឿងផ្សំរបស់យើងវិញម្ដងហើយនេះគ្រឿងផ្សំរបស់យើងវិញម្ដងហើយបញ្ជាក់ផងដែរឈាមនេះគឺ 1000 រៀលទេស្មើនឹងមួយពេលហើយណាអញ្ចឹងគឺយើងមានខ្ទឹមសហើយយើងកាត់ខ្ទឹមសហ្នឹង 4-5 ចិនកូនដុំតូចហ្នឹងទៅបន្ទាប់មកយើងដាំវាឲ្យតូចល្អិតល្មមទៅយើងបាច់ឲ្យល្អិតពេកទេពីព្រោះអីនេះឈាមគោទឹកស៊ីអ៊ីវជាមួយទឹកស៊ីខាប់ណាបាទហ្នឹងហើយយើងចាប់ផ្ដើមដាំវាហើយយើងបកយកកំតិចសម្បកវាចេញទុកតែសាច់ទេហ្នឹងហើយទុកតែសាច់ទេដូចតែប្រិយមិត្តបានឃើញអញ្ចឹងបាទបន្ទាប់ពីហ្នឹងមកទៀតយើងក៏លេខទៅមើលម្ដងទៀតយើងចាប់ផ្ដើមផ្សំគ្រឿងវាណាហ្នឹងហើយផ្សំគ្រឿងនេះយើងមានចាំមើលបានស្អីមកវិញយើងដាក់កូនចានហ្នឹងហើយដាក់កូនចានសិនយើងកាត់វាជា3 4 កង់ទៅយើងដាក់ក្នុងកូនចានបន្ទាប់ពីយើងដាក់ក្នុងកូនចានហើយយើងដាក់ប៊ីចេងហ្នឹងហើយប៊ីចេង1 2 កូនស្លាបព្រា2 កូនស្លាបព្រាហ្នឹងបន្ទាប់មកទៀតគឺយើងប្រើអំបិលរ៉ូឌីបន្តិចទេបាទដោយសារអីយើងប្រើដេញគ្រឿងផ្សំផ្សេងទៀតចំនួនអំបិលយើងដាក់ម្ទេសហ្នឹងហើយយើងហាន់ម្ទេសជា2ជា3ឲ្យទៅបន្ទាប់ពីយើងហាន់ម្ទេសរួចហើយអញ្ចឹងទៅយើងក៏ចាប់ផ្ដើមដេញដាក់ទឹកប្រេងខ្យងបាទហើយបន្ទាប់ពីហ្នឹងមកអញ្ចឹងទៅគឺយើងចាប់ផ្ដើមដាក់ដេញទឹកស៊ីអ៊ីវខាប់របស់យើងហ្នឹងហើយបន្ទាប់មកទៀតហ្នឹងហើយយើងចាប់ផ្ដើមដាក់ខ្ទះចូលហ្នឹងហើយដាក់ខ្ទះចូលមកបាទហើយយើងកាច់ភ្លើងវាឲ្យវាក្តៅមកល្មមទៅអញ្ចឹងអត់ប្រើភ្លើងខ្លាំងទេហ្នឹងហើយដើម្បីយើងរំងាស់ស្ករហ្នឹងហើយឥឡូវនេះគឺយើងចាប់ផ្ដើមដាក់ស្ករចូលបន្តិចយើងដាក់ស្ករណាបាទហើយយើងកូរគ្រឿងយើងបន្តិចទៅគ្រឿងផ្សំនេះគឺយើងមានប្រេងខ្យងទឹកស៊ីអ៊ីវខាប់ម្ទេសហើយនឹងអំបិលរ៉ូឌីហើយនឹងដេញខ្ទឹមសឥឡូវយើងចាប់ដើមដាក់ស្ករប៉ុន្តែនេះភ្លើងវាខ្លាំងពេកដាក់ទៅវាចង់ខ្លោចហ្នឹងហើយដាក់ទៅវាចង់ខ្លោចអញ្ចឹងណាយើងដាក់ស្ករនេះប្រហែលជា7-8 ស្លាបព្រាបើគិតទៅស្លាបព្រាកាហ្វេនោះវាអត់ច្រើនទេវាតិចទេយើងចាក់ទឹកបន្តិចទៅទុកវាដើម្បីឲ្យកូរវារំងាស់វាដើម្បីឲ្យវារាងក្រហមបន្តិចយើងថែមស្ករបន្តិចហ្នឹងហើយដល់ពេលដែលវាក្រហមអញ្ចឹងហើយយើងចាប់ផ្ដើមកូរវាបន្តិចបន្ថយភ្លើងបន្តិចយើងកូរតិចទៅតាមលំដាប់លំដោយវាយើងមើលទៅឃើញជាក់ស្ដែងអស់នេះអញ្ចឹងទៅហ្នឹងហើយនៅពេលដែលយើងចាប់ផ្ដើមកូរវាហើយវារាំងឡើងក្រហមបន្តិចស្ករក៏រលាយអស់ទឹកក៏ឡើងរាងក្រហមបន្តិចអញ្ចឹងទៅយើងក៏ចាប់ផ្ដើមមកដេញយើងដាក់ថែមស្ករបន្តិចទៀតដើម្បីស្ទើរស្ករហ្នឹងហើយដោយសារយើងប្រើប្រេងខ្យងច្រើនអញ្ចឹងយើងកូរត្រឡប់ទៅនៅពេលដែលយើងបានប៉ុណ្ណេះហើយហ្នឹងហើយមើលថាវាហាងក្រហមគូសមហើយបានអញ្ចឹងណាយើងអត់តាន់ដាក់គ្រឿងទេគឺយើងកូរគ្រឿងជាបន្តិចដើម្បីឲ្យវាចូលជាតិនេះអញ្ចឹងយើងចាប់ផ្ដើមដាក់ឈាមយើងចូលហ្នឹងហើយឈាមណាហើយបញ្ជាក់ដែរឈាមនេះគឺថា 1000 រៀលទេនៅផ្សារយើង
1000ទេហ្នឹងហើយមិនមែន 10000 20000 30000 ទេអត់ទេ 1000ទេបាទបញ្ជាក់ផងដែរបាទឥឡូវយើងចាប់ផ្ដើមដាក់ឈាមចូលហើយនៅពេលដែលយើងដាក់វាចូលរួចហើយអញ្ចឹងទៅយើងក៏ចាប់ផ្ដើមវែកវាឲ្យទៅតាមដាប់ដងទៅដើម្បីកុំឲ្យវាកគ្នាយើងកូរគ្រឿងយើងបន្តិចនៅពេលដែលគ្រឿងនេះវាចាប់ផ្ដើមចូលជាតិហើយគឺយើងចាប់ផ្ដើមមកដល់អ្នកអត់តាន់ដាក់ទេគឺយើងចាប់ផ្ដើមគ្របទុកបន្តិចហ្នឹងហើយគ្របបន្តិចដើម្បីឲ្យវាចូលជាតិស្ករទៅក្នុងសាច់ឈាមនឹងតែម្ដងនៅអញ្ចឹងយើងចាប់ផ្ដើមលាងចម្រាស់កញ្ច្រែងជ្រុញកំបិតដែលប្រឡាក់ដែលយើងសល់ពីការយើងធ្វើបាញ់មិញហ្នឹងណាយើងលាងសម្អាតវាចេញទៅហ្នឹងហើយនៅពេលដែលយើងលាងសម្អាតវារួចរាល់អញ្ចឹងមានន័យថាយើងអត់សូវរវល់ការងារអីច្រើនទេបញ្ចប់ពីយើងចប់ពីធ្វើម្ហូបទៅគឺយើងស្អាតហើយស្រាប់ហើយយើងនៅសល់តែប្រឡាក់តែឆ្នាំងមួយទេហ្នឹងហើយអញ្ចឹងយើងលាងវាឲ្យស្អាតទៅបន្ទាប់ពីយើងលាងហើយស្អាតរួចរាល់ហើយអញ្ចឹងទៅយើងក៏ចាប់ផ្ដើមលាងកបិតលាងជ្រុញយើងនៅទាំងអស់ហ្នឹងដែលប្រឡាក់មិញហ្នឹងយើងយកវាចេញឲ្យស្អាតហ្នឹងហើយយើងចាប់ផ្ដើមជូតកន្លែងយើងម្ដងទៀតហ្នឹងហើយជូតម្ដងទៀតដើម្បីអីដើម្បីកាត់បន្ថយស្នាមប្រឡាក់ចាស់ចូលប្រឡាក់ថ្មីច្រើនកុំឲ្យវាមើលទៅវាពិបាកមើលអីចឹងទៅវាប្រឡាក់វាគឺខិចអីចឹងទៅហ្នឹងហើយដល់ពេលចឹងទៅយើងចាប់ផ្ដើមដេញងាកវិញជូតទៀតហើយណាជូតចឹងជូតម្ដង2ដង3ដងមួយថ្ងៃហ្នឹងជូតប៉ុន្តែបើថាយើងនៅហ្នឹងជូត10ដងអីនោះមកពេលហ្នឹងជូត10ដងអីនោះឥឡូវយើងបើកមកមើលហ្នឹងហើយឃើញថាវាងស្ទើអញ្ចឹងគ្របម្ដងទៀតហ្នឹងហើយគ្របម្ដងទៀតយើងចាប់ផ្ដើមដាក់ទឹកត្រីបន្តិចដោយសារអីវាស្ទើណាដាក់ទឹកត្រីបន្តិចទៅជាក់ដែរទឹកត្រីនេះប្រហែលជាមួយស្ព្រាកាហ្វេទេអញ្ចឹងយើងកូរបន្តជាមួយនឹងគ្រឿងរបស់យើងហ្នឹងយើងបើកមើលឃើញថាអូខេវាសមរម្យវាល្មមហើយហ្នឹងហើយអញ្ចឹងយើងចាប់ផ្ដើមស្រោចគ្រឿងយើងទៅលើសាច់ទៅលើឈាមហ្នឹងតែម្ដងដើម្បីអីដើម្បីឲ្យវាសប់ចូលជាតិសប់ទៅតាមហ្នឹងទៅបាទហ្នឹងហើយឥឡូវនេះយើងចាប់ផ្ដើមគ្រប់គ្រាន់ហើយហ្នឹងហើយជូតបន្តិចទៅហ្នឹងហើយបន្ទាប់ពីជូតបន្តិចហើយយើងថែមម្ទេសហុយបន្តិចដើម្បីបន្ថែមរសជាតិទៅលើរសជាតិចាស់អញ្ចឹងទៅហ្នឹងហើយយើងដាក់1ស្លាបព្រាកន្លះតាមមកយើងគ្របទុកបាទយើងគ្របទុកហើយយើងជូតទៀតបើយើងមិនធ្វើអញ្ចឹងវាអត់ស្អាតទេហ្នឹងហើយវាអត់ស្អាតហ្នឹងហើយឥឡូវនេះយើងត្រឡប់មកវិញយើងបើកមើលហ្នឹងវារៀងល្មមហើយក៏វាសមរម្យដែរអញ្ចឹងយើងគិតថាមិនតាន់ភ្លក់ទេយើងគ្របបន្តិចទៀតទុករយៈពេលប្រហែលជា15នាទីប៉ុន្តែឥឡូវនេះយើងបាច់ភ្លក់មើលសិនត្រឡប់បន្តិចដើម្បីឲ្យវាសប់សាច់សប់ជាតិទៅក្នុងឈាមហ្នឹងជាតិវាចូលក្នុងឈាមហ្នឹងដើម្បីឲ្យវាឆ្ងាញ់មានរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងទៅហ្នឹងហើយឥឡូវនេះយើងត្រឡប់បានប៉ុណ្្នឹងហើយហ្នឹងបន្ទាប់ពីយើងត្រឡប់រួចបានប៉ុណ្នេះហើយយើងក៏ចាប់ផ្ដើមមិនភ្លក់ទេគឺយើងចាប់ផ្ដើមគ្របវាទុកទៀតហ្នឹងហើយគ្របវាប្រហែលជា20នាទីបន្ទាប់ហ្នឹងហើយបើកមើលម្ដងទៀតហាត់ក្លិនមើលឆ្ងុយនៅឥឡូវភ្លក់បន្តិចហ្នឹងហើយឆ្ងាញ់ណារសជាតិមកហើយប្រិយមិត្តអាចសាកល្បងធ្វើបានហ្នឹងហើយឆ្ងាញ់តានេះឆ្ងាញ់មកប៉ុន្តែបើសម្រាប់អ្នកមានលុយគេមិនឆ្ងាញ់ទេតែបើអ្នកអត់លុយដូចខ្ញុំគឺឆ្ងាញ់ទទួលស្គាល់ថាឆ្ងាញ់មែនហ្នឹងហើយដោយសារអីពេលខ្លះឆ្ងាញ់ហ្នឹងម្ហូបឆ្ងាញ់យើងហាត់ឥឡូវយើងចាប់ដើមបើកមកហាត់ក្លិនស្រង់ក្លិនទៅឈ្ងុយណាម្ដងទៀតមិនអស់ចិត្តទេហាត់ផ្សែងម្ដងទៀតទៅឈ្ងុយអត់ឈ្ងុយហើយពេញបឹបហើយប៉ុណ្ណឹងឈ្ងុយមែនតើឈ្ងុយក៏ឈ្ងុយឆ្ងាញ់ក៏ឆ្ងាញ់ដែរចប់ហ្នឹងហើយចប់ពីប៉ុណ្ណឹងទៅអញ្ចឹងទៅយើងចាប់ផ្ដើមទៅធ្វើការងារផ្សេងមួយទៀតយើងចាប់ផ្ដើមទៅប្រមូលខោអាវដែលប្រឡាក់ហ្នឹងដើម្បីយកទៅដាក់បោកហ្នឹងហើយពីព្រោះអីខ្ញុំគិតថាសល់ពេលវេលាច្រើនដែរមិនដឹងប្រហែលសល់ប្រហែលជា2ម៉ោងជាងបានគាត់ត្រឡប់មកដល់ផ្ទះអញ្ចឹងយើងអាចបោកប្រមូលយកទៅដាក់បោកបានហើយហ្នឹងហើយហើយយើងប្រមូលរួចហើយបានមកកន្ត្រកហ្នឹងយើងចាប់ផ្ដើមយកទៅដាក់នៅក្នុងបន្ទប់ទឹកអូខេតោះយើងទៅដាក់ក្នុងបន្ទប់ទឹកបងប្អូនគ្នាដើម្បីចាប់ផ្ដើមបោសសម្អាតលាងចម្រាស់ខោអាវទាំងអស់ដែលប្រឡាក់ហ្នឹងរយៈពេល3ថ្ងៃគឺយើងទទួលបានមកកន្ត្រកហ្នឹងណា3ថ្ងៃចឹងឥឡូវនេះយើងបានប៉ុណ្្នឹងហើយយើងដាក់ចូលទៅក្នុងបន្ទប់ទឹកហ្នឹងហើយយើងចាប់ផ្ដើមចេញមកគេហ្នឹងចេញមកគេដើម្បីយកខោវែងចេញដាក់ខោខ្លីដោះអាវចេញចាប់ផ្ដើមរៀបចំបោកសម្អាតខោអាវដែលប្រឡាក់ទាំងអស់ហ្នឹងចាប់ផ្ដើមបោក
បោកចលីបោកចលីបោកចលីមកទឹកពីរទឹក3ទឹក4ទឹក5ទឹកมันស្អាតហ្នឹងហើយតែសារយើងមានចាំងក្បាក់តូចពេកតែសារយើងបោកក្នុងបន្ទប់ទឹកវាអត់ស្រួលដូចយើងបោកនៅក្នុងទីសាច់បោកនៅក្រៅផ្ទះទេក្រៅផ្ទះវាមានទីគ្រាធំតលីយើងដាក់កធុនធំបោកស្រួលតែយើងនេះអត់ទេយើងមានតែកធុនតូចហ្នឹងហើយអញ្ចឹងធ្វើតាមនឹងទៅធ្វើម៉េចទេជីវិតកម្មកររោងចក្រប្រពន្ធរោងចក្រប្តីធ្វើសំណង់ហ្នឹងហើយមានតែប៉ុណ្្នឹងទេហើយត្រាំទៅធ្វើម៉េចបើបែកកូនបែកអីដើម្បីដល់លុយដែរលុយហ្នឹងរកវាមិនបានទៀតមិនដឹងទៅរកឯណាបានសងគេទៅទៀតជពាក់គេហ្នឹងចង់ទៅចេះជពាក់គេមកចាប់បើរលលែងបានសងគេមិនដឹងថាជីវិតលបល់យកស្អីថ្ងៃដល់ពេលមកឥឡូវឆ្លាក់ដល់ឆ្នាំ2025នេះហិតតែលំបាកមែនតើយកតែមែនតើហើយសាច់ដែលនៅសេះសល់មានក្បាលពោះមានអីហ្នឹងមិនមែនទេមិនមែនខាងមកពីខ្ជិលអីទេអត់ទេមិនមែនខ្ជិលទេមួយថ្ងៃប្រឹងចង់ងាប់ហើយប៉ុន្តែសាច់ហ្នឹងគឺវាថត់តាំងតែពីដើមមកវាអត់ស្រក់ទេរវល់ប៉ុណ្ណាឈឺប៉ុណ្ណាក៏ដោយនៅតែប៉ុណ្ណឹងលូននៅតែកៅហ្នឹងគឺកៅស្មើកៅ2កៅគុតកៅ2កៅគុតអត់ស្រក់សាច់ទៅណាឈឺអត់បាយមួយថ្ងៃពីរថ្ងៃក៏នៅតែប៉ុណ្ណឹងឥឡូវនេះយើងចាប់ផ្ដើមបោកបោកសម្អាតវាចម្រាស់វាថែមតិចទៅដាក់ច្របាច់ដាក់គក់ដាក់ច្របាច់ដាក់គក់ទៅតាមហ្នឹងតែមើលទៅចាក់ស្ដែងទៅយើងធ្វើទៅតាមហ្នឹងជាទម្លាប់ធម្មតារាល់ថ្ងៃទៅហើយតែបញ្ជាក់ដែរអាហ្នឹង3ថ្ងៃយើងបោកម្ដងហ្នឹងហើយដោយសារអី3ថ្ងៃវាល្មមហើយព្រោះមក3ថ្ងៃហ្នឹងគឺយើងចំណាយពេល2ម៉ោងទៅលើការបោកសម្អាតវាហ្នឹងឥឡូវយើងចាប់ផ្ដើមជើងទឹកមើលបោកតទៀតហ្នឹងហត់ពេកមិនឈប់បន្តិចតែមកផឹកទឹកឥឡូវអត់ទេផឹកហើយដាក់ទៀតតទៅមុខទៀតចាំមើលឲ្យវាដល់កដល់ហ្មងទៅហ្នឹងហើយទៀតចាប់ផ្ដើមទៅទៀតហ្នឹងហើយហើយសម្រាប់វីដេអូនេះផងដែរគឺមានតែប៉ុណ្្នឹងទេមិនមែនសំដែងហើយក៏មិនមែនដូចណាវីដេអូអប់រំអីដែរអត់ទេគឺជាប្រភេទវីដេអូប្រចាំថ្ងៃរបស់គ្រួសារខ្ញុំទាំងពីរនាក់ហ្នឹងមានន័យថាបើអ្នកណាមកមុនអ្នកនឹងធ្វើហ្នឹងហើយគឺយើងអត់ប្រចាំគ្នាទេពីរនាក់ប្តីប្រពន្ធហ្នឹងគឺយើងអត់ប្រចាំគ្នាទេហ្នឹងហើយមិនថាចានឆ្នាំងមិនថាដាំស្លមិនថាបោកកៅអៅបោសផ្ទះជូតផ្ទះអត់ទេហ្នឹងហើយប៉ុន្តែវាច្រើនគឺខ្ញុំត្រឡប់មកដល់មុនគាត់ភាសាអីគាត់ថែមម៉ោងហ្នឹងហើយគាត់ថែមម៉ោងហ្នឹងគាត់អាចម៉ោង8ឬក៏ម៉ោង9បើទីតាំងធម្មតាសម្រាប់ថ្ងៃសៅរ៍ថ្ងៃសុក្រហ្នឹងហើយថ្ងៃសុក្រថ្ងៃសៅរ៍អញ្ចឹងទៅគាត់ចេញត្រឹមម៉ោង4ទេបាទម៉ោង4ថ្ងៃខ្លះថ្ងៃអាទិត្យហ្នឹងគាត់ឈៀតធ្វើការទៀតរហូតដល់មកចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង4ល្ងាចទៀតថ្ងៃអាទិត្យខ្លះអញ្ចឹងណាគាត់ធ្វើទៀតគាត់អត់សម្រាប់ថ្ងៃខ្លះហ្នឹងហើយទាំងឈឺទាំងជាហ្នឹងហើយយើងជួយគ្នាទៅធ្វើមិនទេបើជីវិតយើងវាបែបនេះហើយហើយដល់ហើយយើងចាប់ផ្ដើមបោកទៀតហើយបោកស្អាតអត់ស្អាតទៅហើយនេះការងារជាប្រចាំហើយនៅក្នុងផ្ទះយើងមានតែប៉ុណ្្នឹងទេយើងជួយគ្នាទៅយើងជួយគ្នាទៅអ្នកណាមកមុនអ្នកនឹងជួយអ្នកណាមកមុនអ្នកនឹងធ្វើទៅយើងកុំប្រចាំគ្នាហើយតាមពិតទៅពេលចឹងទៅគឺក៏មួយយ៉ាងដែរមានថាយើងអត់បច្ចេកនៃការងារអត់ប្រចាំគ្នាអត់អីយើងអត់ធ្វើទៅតាមលំដាប់លំដោយការងារដែលយើងមកដល់យើងឃើញនៅក្នុងភ្នែកហ្នឹងគឺយើងចាប់តាមធ្វើទៅយើងអត់ខ្ជិលទេហ្នឹងហើយបញ្ជាក់ពីដើមដែរហ្នឹងហើយឃ្លាតឆ្ងាយស្រុកហ្នឹងហើយមកដល់គោលដៅនេះគឺឆ្ងាយណាស់ឆ្ងាយពីស្រុកឆ្ងាយណាស់បានមកដល់តំបន់នេះហើយហត់នឹងហត់ក៏ហត់ដែរប៉ុន្តែធ្វើម៉េចយើងមានបន្ទុកនៅក្នុងគ្រួសាររបស់យើងតែអ្នកណាក៏មានបន្ទុកផ្សេងៗគ្នាក្នុងការគ្រប់គ្រងដោយបាច់ចិញ្ចឹមក៏ដូចជាការរកសំគេវាតែប៉ុណ្្នឹងហើយធ្វើម៉េចទេត្រំតស៊ូមិនដឹងថាឆ្នាំក្រោយហ្នឹងមានលុយសងគេអត់ទេថ្ងៃហ្នឹងគេផ្ដាំងហើយតែនេះគេផ្ដាំងប៉ុន្តែមិនដឹងទៅហើយណាសងគេបើវាអត់មានរកអីអត់បានហើយមិនមែនខ្ជិលទេបញ្ជាក់ពីដើមនោះមិនមែនខ្ជិលទេអត់ដែរខ្ជិលទេតែច្រឡំថាដេកដល់ម៉ោង9ម៉ោង10ព្រឹកអត់ទេម៉ោង7មិនតាន់ទេងើបបាត់អស់ហើយមួយទឹកស្លៀកពាក់កៅអៅចេញទៅធ្វើការរៀងខ្លួនបាត់អស់ហើយយប់ម៉ោង10មកដល់10ជួនកាលម៉ោង10ជួនកាលម៉ោងមកដល់10បានជុំគ្នាបានជុំបានបាយដូចប៉ុណ្ណឹងហើយហ្នឹងហើយអញ្ចឹងហើយសកម្មភាពនេះវាដដែលទេហើយក៏វាជាប្រចាំថ្ងៃដែរហ្នឹងហើយអញ្ចឹងគឺខ្ញុំមានតែប៉ុណ្ណេះទេដើម្បីធ្វើការចែកម្លែកទៅដល់បងប្អូនទាំងអស់គ្នាដើម្បីធ្វើការទស្សនាទាំងអស់គ្នាហ្នឹងណាហើយបញ្ជាក់ផងដែរសម្រាប់ថ្ងៃស្អែកគឺខ្ញុំនឹងថតនៅក្នុងការដ្ឋានហ្នឹងឲ្យបានឲ្យឃើញទាំងអស់គ្នាថាការដ្ឋានហ្នឹងគេធ្វើអីខ្លះ
នៅក្នុងការដ្ឋានហ្នឹងគេធ្វើអីខ្លះអញ្ចឹងណាបាទចាំមើលស្អែកហ្នឹងគឺខ្ញុំនឹងយកសកម្មភាពខ្លះមករួមនឹងការសកម្មភាពការងារបន្តិចបន្តួចនៅក្នុងការដ្ឋានហ្នឹងថាគេធ្វើអីរាល់ថ្ងៃហ្នឹងបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណនឹងសម្រាប់ការតាមដានក៏ដូចជាការទស្សនាទាំងអស់គ្នាបានជួបគ្នាវីដេអូក្រោយនៅថ្ងៃស្អែកបន្តទៀតបាទសូមអរគុណជម្រាបលាសុខភាពល្អអូខេរកស៊ីទទួលទានមានបានទាំងអស់គ្នាបាទសូមអរគុណ